តើអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកប្រើប្រាស់យុទ្ធសាស្ត្របែបណាដើម្បីវាយប្រហារអ៊ីរ៉ង់និងប្រើប្រាស់យន្តហោះចម្បាំងអ្វីខ្លះនៅពេលនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ហើយបានធ្វើឲ្យស្ថានភាពនៅមជ្ឈមបូព៌ាទាំងមូលពោពេញទៅដោយភាពចលាចលសម្លេងផ្ទុះនៃការទម្លាក់ក្របែកនិងមីស៊ីលមានសឹងគ្រប់ទីកន្លែងទាំងអស់ចំណែកលើផ្ទៃអាកាសវិញយន្តហោះចម្បាំងអាមេរិកនិងអ៊ីស្រាអែលហោះខ្វាញ់ខ្វាត់ក្នុងចំណោមយន្តហោះចម្បាំងទាំងនោះមានដូចជា F-15I F-16I F-35 ចំណែកអាមេរិកវិញបានបញ្ជូនយន្តហោះចម្បាំង F-16CJ ទៅមជ្ឈមបូព៌ាតាំងពីថ្ងៃទី22ខែកុម្ភៈមកម្លេះហើយបាននិយាយពីយន្តហោះចម្បាំង F-16 វិញច្បាស់ណាស់ប្រិយមិត្តយើងគឺពិតជាស្គាល់គ្រប់គ្នាប៉ុន្តែរាល់សមត្ថភាពរបស់ពួកវាគឺខុសគ្នាទៅតាមស៊េរីនីមួយៗនិងអាស្រ័យលើការធ្វើទំនើបកម្មរបស់ពួកគេផងដែរទូយ៉ាងដូចជា F-16I អ៊ីស្រាអែលខ្លាំងខុសពី F-16 ប្រទេសដទៃហើយ F-16V តៃវ៉ាន់គឺមានសមត្ថភាពស្មើនឹង F-22 ចំណែកឯ F-16CJ ដែលអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់គឺខ្លាំងជាងប្រទេសណាៗទាំងអស់ហើយប្រើតែក្នុងកងទ័ពអាកាសអាមេរិកប៉ុណ្ណោះដោយ F-16CJ Block 52ជាយន្តហោះមានល្បឿនលឿនជាងសំឡេងដោយប្រើប្រាស់ម៉ាស៊ីនចំនួន1ហើយវាក៏ស្ថិតនៅក្រោមស៊េរី F-16 ដែរប៉ុន្តែវាមានទូទីចម្បងនោះគឺកំទេចប្រព័ន្ធរ៉ាដាសត្រូវដែលប្រើប្រាស់មីស៊ីលសម្រាប់ប្រឆាំងរ៉ាដា AGM-88 រួមបញ្ចូលជាមួយនឹងប្រព័ន្ធរ៉ាដាដ៏ទំនើបនិងប្រព័ន្ធសម្រាប់ធ្វើសង្គ្រាមអេឡិចត្រូនិកនិយាយស្រួលយល់គឺ F-16CJ មានទូទីបំផ្លាញរ៉ាដាសត្រូវនិងធ្វើសង្គ្រាមអេឡិចត្រូនិកតែម្ដងអាមេរិកប្រើប្រាស់វាជាមួយនឹង F-35 ដើម្បីបំផ្លាញប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់និងបើកផ្លូវឲ្យ F-16I និង F-15I អ៊ីស្រាអែលទម្លាក់ក្របែកហើយឧបករណ៍សម្រាប់ប្រើប្រាស់សង្គ្រាមអេឡិចត្រូនិកដែលបំពាក់នៅក្រោម F-16CJ នោះវាមានឈ្មោះថា Angry Kitchen Port វាមានរាងមូលហើយវែងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកមួយនេះសម្រាប់ប្រឆាំងប្រព័ន្ធការពារអាកាសសត្រូវអាចបំភាន់ភ្នែករ៉ាដាសត្រូវមិនឲ្យចាប់សញ្ញាបាននិងវាមិនអាចមើលឃើញបានច្បាស់នោះឡើយប្រព័ន្ធមួយនេះអាចបំពាក់តាមស្លាបយន្តហោះឬក៏នៅក្រោមពោះយន្តហោះចម្បាំងតែម្ដងបើនិយាយពីតាក់ទិកយុទ្ធសាស្ត្រវិញអាមេរិកនិងអ៊ីស្រាអែលប្រើប្រាស់តាក់ទិកយុទ្ធសាស្ត្រដូចលើកមុនគឺប្រើប្រាស់យន្តហោះចម្បាំងដើម្បីកំទេចប្រព័ន្ធការពារអាកាសនិងប៉ុស្តិ៍បញ្ជាការជាមុនសិនកាលបើប្រព័ន្ធការពារអាកាសនិងប៉ុស្តិ៍បញ្ជាការអ៊ីរ៉ង់ត្រូវបានបំផ្លាញហើយនោះអ៊ីរ៉ង់ដូចបាត់បង់ភ្នែកទាំងគូឬក៏ដូចជាមាន់ខ្វាក់ភ្នែកមើលអ្វីលែងឃើញអាមេរិកនិងអ៊ីស្រាអែលអាចបើកការទម្លាក់គ្រាប់តាមអំពើចិត្តហើយយន្តហោះចម្បាំងដែលត្រូវចេញប្រតិបត្តិការមុនគេនោះគឺ F-16CJ និង F-35 ពីព្រោះពួកវាទាំងពីរជាដៃគូសហការគ្នាដ៏ល្អបំផុតដើម្បីកំទេចរ៉ាដានិងប្រព័ន្ធការពារអាកាសសត្រូវ F-35 គឺជាយន្តហោះបំបាំងកាយល្អដាច់គេនៅលើពិភពលោកផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធ Lockheed Martin វាមានកៅអីមួយសម្រាប់pilotម្នាក់និងជាប្រភេទយន្តហោះចម្បាំងពហុទូរទស្សន៍ចំនួនទី5ដែលត្រូវបានរចនាឡើងសម្រាប់វាយប្រហារទាំងលើផ្ទៃអាកាសនិងពីអាកាសមកដីជាមួយនឹងម៉ាស៊ីន Pratt & Whitney F135 PW100 After Burning to Buffet ធ្វើឲ្យវាអាចហោះក្នុងល្បឿន 1296 ទៅ 1931 គីឡូម៉ែត្រក្នុង1ម៉ោងលក្ខណៈពិសេសនិងល្បីល្បាញរបស់ F35 អាចបំបាំងកាយមិនឲ្យរ៉ាដាស្រូវចាប់សញ្ញាបានប៉ុន្តែរបៀបបំបាំងកាយនេះមិនត្រូវបានគេទម្លាយឲ្យដឹងនោះទេពីព្រោះវាជាកិច្ចការសម្ងាត់យន្តហោះចម្បាំងមួយនេះក៏មានបំពាក់ផងដែរនៅកាមេរ៉ា 360 degree ដែលផ្ដិតយករូបភាពបានយ៉ាងច្បាស់ទាំងពេលយប់និងពេលថ្ងៃព្រមទាំងបំពាក់ទៅដោយសព្វវុធទំនើបរួមទាំងមីស៊ីលក្របបែកប្រព័ន្ធស៊ើបការសម្ងាត់និងប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិកជាដើមសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានដឹងច្បាស់ថាកងទ័ពអាកាសអ៊ីរ៉ង់មិនមានលទ្ធភាពទទួលខ្លួនបានទេពីព្រោះប្រទេសមួយនេះមិនមានយន្តហោះចម្បាំងស៊េរីទំនើបដោយពួកខ្លួននោះឡើយមានត្រឹមតែ F14 និង MiG-29 ស៊េរីចាស់ប៉ុណ្ណោះប៉ុន្តែដើម្បីការពារហានិភ័យគ្រោះថ្នាក់និងច្បាស់ថាបេសកកម្មរបស់ពួកខ្លួនគឺត្រូវតែជោគជ័យ 100% នោះកងទ័ពអាកាសអាមេរិកនិងអ៊ីស្រាអែលបានបំពាក់នៅមីស៊ីលប្រយុទ្ធគ្នាលើអាកាសដើម្បីការពារខ្លួនបន្ថែមទៀតបន្ទាប់ពី F35 និង F16CJ បានបំផ្លាញប្រព័ន្ធការពារអាកាសនិងប៉ុស្តិ៍បញ្ជាការអ៊ីរ៉ង់និងគ្រប់គ្រងផ្ទៃអាកាសបានហើយដល់វេន F15I និង F16I អ៊ីស្រាអែលវិញម្ដងអំពីយន្តហោះចម្បាំង F15I នៅឆ្នាំ 1994 កងទ័ពអាកាសអ៊ីស្រាអែលបានបញ្ជាទិញយន្តហោះចម្បាំង F15I ដើម្បីបំពេញតម្រូវការកងទ័ពរបស់ខ្លួនដោយយន្តហោះប្រភេទនេះ
ត្រូវបានធ្វើទំនើបកម្មចេញពី F-15 Eagle វាបានមកដល់ទឹកដីអ៊ីស្រាអែលនាឆ្នាំ 1597 មិនខុសពី F-16I នោះទេ F-15I ត្រូវបានធ្វើការ upgrade ដោយខ្លួនឯងធ្វើឲ្យវាមានសមត្ថភាពខុសពី F-15 ដទៃទៀតដោយវាមានទម្ងន់ទទេ 14379 គីឡូក្រាមនិងពេលវាផ្ទុកសពាវុធរួចមានទម្ងន់ 36750 គីឡូក្រាមបណ្ដោយប្រវែង 19.45 ម៉ែត្រកម្ពស់ 5.64 ម៉ែត្រស្លាបប្រវែង 13.5 ម៉ែត្រប្រើប្រាស់ម៉ាស៊ីនចំនួន 2 Pratt & Whitney F100 PW229 ធ្វើឲ្យយន្តហោះចម្បាំង F-15I ហោះក្នុងល្បឿន 2650 ទៅ 2655 គីឡូម៉ែត្រក្នុង1ម៉ោងហោះបានចម្ងាយ 4450 ទៅ 5500 គីឡូម៉ែត្រចំពោះការបំពាក់ពេកជ័យកៅវិជាវិញអ៊ីស្រាអែលបានធ្វើទំនើបកម្មវាឲ្យកាន់តែទំនើបជាងមុនដូចជាប្រព័ន្ធប្រឆាំងនឹងសង្គ្រាមអេឡិចត្រូនិកប្រព័ន្ធ jamming ប្រព័ន្ធសម្រាប់វាយប្រហារនៅពេលយប់ប្រព័ន្ធកំណត់គោលដៅនៃការបាញ់គ្រាប់មីស៊ីលប្រព័ន្ធគ្រប់គ្រងគ្រាប់មីស៊ីលនិងប្រព័ន្ធសំខាន់ៗមួយចំនួនទៀតដើម្បីស្របតាមភូមិសាស្ត្រក្នុងតំបន់ F-15I អ៊ីស្រាអែលផ្ដោតសំខាន់ទៅលើការទម្លាក់គ្រាប់បែកF-15I បំពាក់រ៉ាដាប្រភេទ APG-70I ចាប់សញ្ញាបានចម្ងាយ 160 គីឡូម៉ែត្រទៅ 170 គីឡូម៉ែត្រចំណែកឯ F-16I ដែលជាដៃគូសហការគ្នានឹង F-15 វិញមានសមត្ថភាពខុសពី F-16 ដទៃទៀតអំពីយន្តហោះចម្បាំង F-16I គឺអ៊ីស្រាអែលបានបញ្ជាទិញនៅឆ្នាំ 2003 ចំនួន 102 គ្រឿងហើយវាបានមកដល់ទឹកដីអ៊ីស្រាអែលនាឆ្នាំ 2004 វាត្រូវបានគេដាក់រហស្សនាមថា Sufa គឺមានន័យថាខ្យល់ព្យុះឬក៏ហៅថា Thunderstorm ដោយវាធ្វើទំនើបកម្មចេញពី F-16D Block 50ដោយយន្តហោះចម្បាំង F-16I ពេលវាផ្ទុកសពាវុធរួចមានទម្ងន់រហូតដល់ 23582 គីឡូក្រាមប្រើប្រាស់ម៉ាស៊ីន Pratt & Whitney F100 PW229 អនុញ្ញាតឲ្យវាអាចហោះក្នុងល្បឿន 2400 គីឡូម៉ែត្រក្នុង1ម៉ោងហោះបានចម្ងាយ 3200 គីឡូម៉ែត្រក្នុងរយៈកម្ពស់ 16000 ម៉ែត្រចំណែកកន្លែងផ្ទុកប្រេងរបស់វាត្រូវបានកែលម្អគឺវាបានបន្ថែមនៅក្រោមពោះយន្តហោះចម្បាំងនេះមួយបន្ថែមទៀតធ្វើឲ្យវាអាចហោះបានចម្ងាយឆ្ងាយនិងអាចសម្គាំងខ្លួនលើអាកាសបានយូរជាង F-16 ដទៃទៀតការបំពាក់រ៉ាដានិងប្រព័ន្ធអាវុធមួយចំនួនត្រូវបានផលិតដោយអ៊ីស្រាអែលខ្លួនឯងដោយប្រិយមិត្តយើងដឹងស្រាប់ហើយថាប្រទេសផ្សេងទៀតដែលទិញយន្តហោះចម្បាំង F-16 គឺពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិកទាំងស្រុងហើយសមត្ថភាព F-16 របស់ពួកគេគឺមិនមានសមត្ថភាពស្មើនឹងយន្តហោះចម្បាំង F-16 ដែលកងទ័ពអាមេរិកប្រើប្រាស់នោះទេបច្ចេកវិទ្យាមួយចំនួនត្រូវបានកាត់បន្ថយប៉ុន្តែ F-16I អ៊ីស្រាអែលវិញក្រុមហ៊ុន Lockheed Martin អនុញ្ញាតឲ្យធ្វើការ upgrade ដោយខ្លួនឯងF-16I បំពាក់រ៉ាដាប្រភេទ AN/APG-68V9 និងប្រព័ន្ធស្វែងរកគោលដៅប្រព័ន្ធគ្រប់គ្រងនឹងការប្រយុទ្ធប្រព័ន្ធវាយប្រហារនៅពេលយប់ប្រព័ន្ធព្រមានពីមីស៊ីលដែលសត្រូវបាញ់មករកវានិងការបំផាន់ផ្នែកសត្រូវនិងការបញ្ចូលត្រណិច Data Link ត្រូវបានផលិតឡើងដោយអ៊ីស្រាអែលខ្លួនឯងចំពោះការបំពាក់សពាវុធវិញមានដូចជាកំភ្លើងយន្ត 20 មីលីម៉ែត្រមួយដើមមានគ្រាប់ 510 គ្រាប់មីស៊ីលបាញ់ពីអាកាសមកដីមានដូចជា AGM-45 AGM-65 Maverick AGM-84 Harpoon AGM-88 HARM AGM-119 Penguin និង AS-30L បំពង់ស្របាញ់គ្រាប់រ៉ុកែតអមសងខាងស្លាបដែលអាចបាញ់គ្រាប់រ៉ុកែត Hydra 70គ្រាប់រ៉ុកែត CRV7 ឬក៏70 មីលីម៉ែត្រនិងគ្រាប់រ៉ុកែត 127 មីលីម៉ែត្រ BLU 107 CBU 52 58 71 87 89 92ដែលជាប្រភេទគ្រាប់បែកចង្កោមនិង BLU 755 MK36 ជាពិសេសវាក៏អាចបំពាក់គ្រាប់បែកនុយក្លេអ៊ែរបានផងដែរសម្រាប់គ្រាប់បែក BLU 109ឬក៏ហៅថា Bunker Busterវាជាប្រភេទគ្រាប់បែកសម្រាប់កំទេចលេនដ្ឋាននិងរូងក្រោមដីឬក៏អគារក្រាស់ៗដែលសង់ឡើងដើម្បីផ្ទុកគ្រាប់និងសពាវុធនានាគ្រាប់បែកប្រភេទនេះមានទម្ងន់ 910 គីឡូក្រាមបណ្ដោយប្រវែង 2.41 ម៉ែត្រអ៊ីស្រាអែលចូលចិត្តប្រើប្រាស់គ្រាប់បែកប្រភេទនេះដើម្បីបំផ្លាញទីតាំងសត្រូវក្រោមដីហើយកាលពីថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2024 កន្លងទៅអ៊ីស្រាអែលបានប្រើប្រាស់ F-16I និងគ្រាប់បែក BLU 109នេះទម្លាក់កំទេចកន្លែងលាក់ខ្លួនមេដឹកនាំ Hezbollah គឺលោក Hassan Nasrallah នៅរដ្ឋធានី Beirut គូបញ្ជាក់ផងដែរថាយន្តហោះចម្បាំង F-16I មានកៅអីចំនួន 2ជាប្រភេទយន្តហោះផ្ដោតសំខាន់ទៅលើ bomber ឬក៏ទម្លាក់គ្រាប់បែកហើយក្នុងការវាយប្រហារទៅលើអ៊ីរ៉ង់លើកនេះអ៊ីស្រាអែលបានប្រើប្រាស់មីស៊ីលខ្លាំងបំផុតរបស់ខ្លួនមួយប្រភេទទៀតដែលមានឈ្មោះថា Rampage
ដោយវាជាប្រភេទមីស៊ីលបាញ់ពីអាកាសមកដីផ្លាត់ដោយក្រុមហ៊ុន Ebert System វាមានទម្ងន់570គីឡូក្រាមបណ្ដោយប្រវែង4.7 ម៉ែត្រនៅមានក្បាលគ្រាប់ទម្ងន់150គីឡូក្រាមបាញ់បានចម្ងាយ150គីឡូម៉ែត្រទៅ250គីឡូម៉ែត្រមានល្បឿនលឿនជាងសម្លេង 1.0 ដងរហូតដល់ 1.6 ដងដោយក្បាលគ្រាប់របស់វាបំពាក់ដោយ GPS ចំណំផ្លូវនិង Data Link បន្ទាប់ពីបំផ្លាញសមត្ថភាពយោធាការពារអាកាសបានហើយតើកងទ័ពសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអាចប្រើប្រាស់ទ័ពថ្មើរជើងដើម្បីវាយចូលទឹកដីអ៊ីរ៉ង់ដែរឬទេវាជាសំណួរមួយដែលពិបាកឆ្លើយណាស់មានតែពួកយើងរងចាំមើលទាំងអស់គ្នានោះទេពីព្រោះការប្រើប្រាស់ទ័ពថ្មើរជើងនេះគឺជាចំណុចចុងក្រោយរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនេះបើតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ពីព្រោះមុនពេលសង្គ្រាមផ្ទុះឡើងសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចម្បាំង A-10 Warthog ទៅមជ្ឈមបូព៌ាគូបញ្ជាក់ផងដែរថា A-10 គឺជាយន្តហោះសម្រាប់គ្រប់គ្រងដល់ការប្រយុទ្ធថ្មើរជើងដ៏ខ្លាំងបំផុតមួយរបស់សហរដ្ឋអាមេរិក